បាទសួស្តីបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទ Ray IQ បាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចែកជូនបងប្អូនទៀតហើយបាទទាក់ទងនឹង TikTok បាទអញ្ចឹងគឺខ្ញុំតែងតែធ្វើវីដេអូទាក់ទងនឹងការរកលុយជាមួយ TikTok ដោយសារតែបច្ចុប្បន្នហ្នឹងខ្ញុំរកលុយជាមួយ TikTok បាទរាល់ថ្ងៃនេះគឺខ្ញុំរក channel ពី TikTok បានគ្រាន់បើដែរអញ្ចឹងបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនត្រូវការចង់ដឹងពីការរកលុយជាមួយ TikTok បងប្អូនចូលមើល channel របស់ខ្ញុំហើយចុច Subscribe ដាក់រូបកណ្ដឹងទៅគឺពមេរៀនដែលខ្ញុំបានមករៀនគឺនឹងទៅដល់បងប្អូនគ្រប់វីដេអូទាំងអស់តែបងប្អូនបាន Subscribe ហ្នឹងគឺវា load ឲ្យទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងបងប្អូនកុំភ្លេចជួយ Subscribe ផងដើម្បីទទួលបានវីដេអូថ្មីបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចែកជូនបងប្អូនទាក់ទងនឹងការ reapply account របស់យើងហ្នឹងគឺដាច់ account គេដាច់ account ហ្នឹងបងប្អូនបាទគឺវាជាប់ account disqualify from creator reward program អញ្ចឹងបងប្អូនគឺភាគច្រើនគឺបងប្អូនជួបអាហ្នឹងដោយសារយើងផុសវីដេអូទៅវាជាប់តែ5ហ្នឹងគឺវាដាច់ account ហ្នឹងបងប្អូនបាទធំតែ4គឺវាប្រមានយើងសិនអញ្ចឹងណាបាទតែយើងជាប់ដល់5ហើយគឺដាច់ហើយយើងគឺដាច់គឺទៅមួយខែបានវាឲ្យយើង apply ម្ដងទៀតបាទអញ្ចឹងបងប្អូនដែលដាច់ account បងប្អូនអត់ចេះ apply ចេះ appeal វាបងប្អូនធ្វើតាមខ្ញុំមួយអញ្ចឹងណាបាទអញ្ចឹងបងប្អូនឃើញកន្លែងខ្ញុំចុច apply ហ្នឹងឯងខ្ញុំគូកំពុងបកក្រហមហ្នឹងបាទអញ្ចឹងគឺកន្លែងហ្នឹងគឺយើងចុច reapply បាទអញ្ចឹងបងប្អូនចង់ចុច apply បងប្អូនចុចកន្លែងហ្នឹងទៅប៉ុន្តែបងប្អូនកុំអាលអីបាទអានេះគាត់ថាខ្ញុំចុចសាកមើលសិនទេបងប្អូនកុំអាចចុច join បងប្អូនបាទកន្លែងនេះបាទអញ្ចឹងកុំអាចចុច join អីបងប្អូនទៅមើលសិនទៅ check មើល account របស់យើងទៅ check មើលវីដេអូរបស់យើងដែលយើងមុននឹង apply ហ្នឹងយើងទៅ check មើលសិនថាតើវាមានជាប់ក្រហមជាប់ copyright អីអត់បើសិនជាជាប់យើងត្រូវលុបសិនហើយចាំយើងមកចុចកន្លែង join ហ្នឹងម្ដងទៀតបាទអញ្ចឹងបងប្អូនឃើញគ្រប់គោលការណ៍វាហើយគឺវាដាក់គ្រីទាំង3ហ្នឹងបងប្អូនបាទដូចតែ account ថ្មីយើងហ្នឹងតែជាប់ស្នើរកលុយអញ្ចឹងបាទអញ្ចឹងវា load ដូចគ្នាប៉ុន្តែបងប្អូនពេលដែល account បងប្អូនដាច់បងប្អូនត្រូវតែផុសវីដេអូប្រចាំថ្ងៃណាបើមិនថាឃើញ account ដាច់យើងហើយឈប់ផុសវីដេអូស្អាតទុកចោលអត់ផុសអីមួយខែចាំយកមក apply reapply សាថ្មីគឺវាអស់ view ហើយវាកាត់ view យើងចោលអស់ហើយបាទឥឡូវបងប្អូនស្ដាប់បានកន្លែងហ្នឹងណាតិចជាប់ account ដាច់ account នេះស្អាតឈប់ផុសតែឈប់ផុសចោលហើយបងប្អូនគឺវាកាត់ view យើងអស់ហើយយើងត្រូវរក view សារថ្មីដើម្បី apply សារជាថ្មីអញ្ចឹងវាខាត់ពេលអញ្ចឹងនៅពេលដែលជាប់បងប្អូនត្រូវផុសវីដេអូសារថ្មីវាដាច់ account ហ្នឹងផុសរហូតបាទកុំឲ្យដាច់អសមួយថ្ងៃផុសមួយថ្ងៃផុសពីរទៅផុសខ្លីក៏បានវែងបានតែបាច់ផុសវែងផុសខ្លីៗទៅបាទឥឡូវខ្ញុំ account របស់ខ្ញុំឆែកមើលហើយបាទគឺវា standard ហើយបាទវាចេញបោកខៀវបាទអញ្ចឹងគឺអត់បញ្ហាទេអញ្ចឹងយើងទៅជួញ apply វីសាថ្មីបងប្អូនបាទអញ្ចឹងនេះជាកលឹះតិចតួចដែលបងប្អូនមិនពេលខ្លះបងប្អូនអត់ដឹងទេបាទអញ្ចឹងតិចតួចនេះបងប្អូនអាចធ្វើតាមបានបាទអញ្ចឹង apply បងទៀតទៅបងប្អូនបាទយើងចុច reapply ទៅបាទពេលនេះគឺយើងទុកចិត្តឲ្យថា account របស់យើងល្អអត់មានបញ្ហាទេបាទយើងអាចចុចពាក្យជួញក្រហមហ្នឹងក៏បានដែរបងប្អូនបាទអញ្ចឹងនៅមានកលឹះនេះទៀតបាទនឹងចែកជូនបងប្អូនបាទមិនយើងតែជួញប៉ុណ្ណឹងហើយគឺជាប់ 100% ទេបាទអត់ជាប់ទេពេលខ្លះវាជាប់ពេលខ្លះវាអត់ជាប់ទេបាទទើបតែបងប្អូនធ្វើតាមខ្ញុំបាទការណែនាំខ្ញុំមួយបាទនេះបាទអញ្ចឹងយើងចុចកន្លែង join ហ្នឹងទៅគឺវា automatic ឲ្យយើងតែម្ដងគឺវា congratulation ឲ្យយើងណាបងប្អូនមួយចំនួនក៏ធ្លាប់ដឹងដែរបងប្អូនធ្លាប់ចុច account បងប្អូនដាច់ហើយដល់គ្រប់ថ្ងៃគ្រប់អីឲ្យ apply បងប្អូនចុចទៅវា congratulation ឲ្យយើងដូចក្នុងវីដេអូខ្ញុំបង្រៀនអញ្ចឹងបាទប៉ុន្តែវាមិនប្រកាស 100% ថាជាប់ទេបាទវាជាប់ឥឡូវហ្នឹងប៉ុន្តែមិនប្រកាសថាស្អែកវានៅជាប់ទេគឺវាដាច់ឬក៏វាជាប់បាទគឺមានចំណុចពីរដែលយើងអាចដឹងថាវាជាប់ឬក៏អត់ជាប់បាទពេលនេះគឺជាប់បាទថាខ្ញុំស្នើពេលហ្នឹងម៉ោង2បាទអញ្ចឹងស្អែកឡើងម៉ោង2 24ម៉ោងឃើញវាលោតសារមកអត់បើសិនជាវាលើកសារមកថា account disqualify ទៀតអាហ្នឹងអត់ជាប់ទេតែបើ24ម៉ោងវាអត់មានទេវាអត់មានចេញសញ្ញាអីផ្ញើសារមកទេបងប្អូនទុកទៀតកុំផុសវាទុកចោលវាបាទទុកចោលវារហូត
ឲ្យបានប្រហែលជាកន្លះខែទៅបាទចាំយើងយកមកផុសបាទធ្វើតាមខ្ញុំមួយបងប្អូនបាទនេះខ្ញុំចុចមិញហ្នឹងវាលោតសារមកឲ្យcreator update បាទចេញមកគឺវា welcome to creator reward program បាទអញ្ចឹងគឺវាស្វាគមន៍មកកាន់ការរកលុយជាមួយប្រាក់រង្វាន់វាម្ដងទៀតបងប្អូនបាទអញ្ចឹងបងប្អូនមិនបាច់ធ្វើអីទេបាទຕົកវាចោលសិនកុំផុសឲ្យសោះនេះជាបទពិសោធន៍របស់ខ្ញុំណាបាទគឺខ្ញុំតែខ្ញុំស្នើគឺជាប់ថា 90% ចុះបាទគឺវាអត់លោតចេញវិញតែបងប្អូនអាភៀលឲ្យ reply ឲ្យ re-apply បឹបបងប្អូនយកវីដេអូមកផុសភ្លាមគេថា apply ភ្លាមអញ្ចឹងស្អាតតែជាប់ហើយស្អាតផុសវីដេអូភ្លាមអញ្ចឹងផុសទៅគឺដឹងតែដាច់ account នេះគឺវាឲ្យដាច់ទៀតអញ្ចឹងកំពុងតែវាយើង re-apply ហ្នឹងគឺវាកំពុងពិនិត្យ account របស់យើងអញ្ចឹងបងប្អូនកុំផុសវីដេអូអីផ្ទះផ្នែកអីកុំផុសអីសោះទុកវាសិនទៅបាទផុសភ្លាមគឺស្អែកឡើងបើឃើញគេចាប់ភ្លាមហើយបាទអញ្ចឹងនេះជាការណែនាំរបស់ខ្ញុំបងប្អូនកុំផុសវីដេអូបាទ re-apply ហើយគឺទុកវាចោលទៅហើយបងប្អូនអាចយក account បងប្អូនមកលេងបានបាទមកឲ្យបេះដូងមើលវីដេអូ react គេអញ្ចឹងទៅ comment គេលេងអញ្ចឹងទៅធម្មតាប្រចាំថ្ងៃឲ្យ account យើង active ណាបាទអញ្ចឹងបើបាច់ផុសទេណាខ្ញុំប្រាប់មកហើយបាទអញ្ចឹងបងប្អូនធ្វើតាមខ្ញុំទៅគឺខ្ញុំគិតថាបងប្អូននឹងaccount បងប្អូនគឺនឹងស្រោចស្រង់មកវិញបានបាទហើយនេះគឺជាប្រវត្តិលុយរបស់ខ្ញុំបាទខ្ញុំធ្លាប់រក account នេះបាន200ជាងដែរតែវាដាច់យូរហើយខ្ញុំមិនដែលបានស្នើអញ្ចឹងណាតែដល់ថ្ងៃដល់ខែខ្ញុំយកមកស្នើវិញបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទបងប្អូនដែលត្រូវការចង់ចេះចង់ដឹងបន្ថែមបងប្អូនអាចចូលមកក្នុង channel ខ្ញុំទៀតបាទ channel ខ្ញុំមានវីដេអូជាច្រើនទាក់ទងនឹងការរកលុយជាមួយ TikTok បាទបើសិនជាខ្ញុំបញ្យល់មិនចេះមិនអស់ក្បោះក្បាយអញ្ចឹងបងប្អូនអាច comment មកខ្ញុំឬក៏ឆាតមក Telegram ខ្ញុំសួរក៏បានដែរបាទខ្ញុំមាន group និងមាន Telegram បាទបងប្អូនត្រូវការបង្កើត PayPal ក៏ខ្ញុំមានដែរ PayPal ខ្ញុំបង្កើតហើយនឹងលក់ ASN បាទដើម្បី set up TikTok វាហ្នឹងបាទហើយឥឡូវឮថា TikTok UK គឺ update បងប្អូនបាទ update បើកលុយនៅថ្ងៃទី15ដូចគ្នាបាទធ្លាក់លុយថ្ងៃទី15កាលមុនវាធ្លាក់ថ្ងៃទី1ទេឥឡូវឬថ្ងៃទី30ឥឡូវវាធ្លាក់ថ្ងៃទី15ដូចគ្នាបាទអញ្ចឹងបងប្អូនជាព័ត៌មានមួយដើម្បីឲ្យបងប្អូនបានដឹងដែរអញ្ចឹងណាបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនបាទសង្ឃឹមបងប្អូនពេញចិត្តកុំភ្លេចជួយ Subscribe Like Share ផងបាទ comment ខាងក្រោមបាទខ្ញុំនឹងធ្វើវីដេអូថ្មីបន្ថែមទៀតចែកជូនបងប្អូនទាំងអស់គ្នាបាទហើយបងប្អូនកុំភ្លេចអ្វីដែលខ្ញុំ5មិញផងបាទ apply បើចាំ appeal ទេបើចុចលើ appeal ហ្នឹងទេកុំចុចអីសោះចុចកន្លែង re-apply ចាំដល់ថ្ងៃដល់ខែវាចាំយើង apply បាទអញ្ចឹងបងប្អូនមើលវីដេអូហ្នឹងឲ្យចប់បាទវិញខ្ញុំនិយាយអត់ទាន់អស់អញ្ចឹងណាបាទអញ្ចឹងយើងបាច់ចុច appeal ទេយើងចុច re-apply ហ្នឹងមកវាជាប់ហើយទុកវីដេអូហ្នឹងចោលទៅទុក account ហ្នឹងចោលទៅកុំផុសកុំអីរយៈពេលកន្លះខែបើវាអត់មានសារអីទេគឺជាប់ហើយបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទជម្រាបលាបាយបាយ